ជម្រាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំមិនមានមុខម្ហូបអីពិសេសទេប៉ុន្តែថ្ងៃនេះគឺខ្ញុំមាននៅបង្អែមពិសេសមួយផងដែរបាទនោះគឺបបរសណ្តែកហើយយើងក៏ចាប់ផ្ដើមចាក់វាចូលខ្ទះឆាបន្តិចទៅប៉ុន្តែខ្ទះឆារបស់យើងគឺត្រូវតែកម្ដៅវាឲ្យក្ដៅរហូតដល់2000អង្សាសេហើយយើងក៏ចាប់ផ្ដើមចាក់វាកូរវាលីងវាឲ្យវាឡើងក្រហមបន្តិចសិនទៅដើម្បីឲ្យវាងាយស្រួលក្នុងការចម្អិនផងដែរបាទហើយបន្ទាប់ពីយើងកូរវាចម្អិនវាឲ្យវាឡើងក្រហមឆ្អិនឆ្អៅហើយយើងក៏ចាប់ផ្ដើមចាក់ចោលអស់សំទោសបាទយើងក៏ចាប់ផ្ដើមចាក់ក្នុងធុងមិនមែនទេបាទចាក់ក្នុងចានដែកមួយគឺដើម្បីដាក់ត្រាំវាឲ្យវាបែកសាច់បន្តិចឲ្យវាទន់បន្តិចដើម្បីងាយស្រួលក្នុងការយើងយកទៅចម្អិនបន្តទៀតផងដែរបាទហើយបន្ទាប់ពីកោសសណ្ដែកនោះយើងបានយកទៅដាក់ត្រាំទឹកបន្តិចហើយយើងក៏ចាប់ផ្ដើមមកបន្តទៀតនៅការរៀបចំគ្រឿងខាងក្រៅនោះគឺភ្នែកកង្កែបផងដែរបាទយើងចាក់ភ្នែកកង្កែបមកល្មមដែលយើងអាចទៅខាងវាគួរសមហើយយើងក៏ចាប់ផ្ដើមបើកទឹកដើម្បីត្រាំវាមួយទុះបន្តទៀតផងដែរបាទហើយនេះជាទឹកដែលយើងចាក់ចូលក្នុងឆ្នាំងក្នុងការចម្អិននៅបបរសណ្ដែករបស់យើងបាទយើងចាក់ប្រមាណជា2កែវនេះផងដែរទៅបាទដើម្បីឲ្យវាសមាមាត្រនៅបបរសណ្ដែកណាដែលយើងបានត្រាំមិញផងដែរបាទហើយនេះគឺជាទឹកខ្ទិះដូងផងដែរប៉ុន្តែខ្ទិះដូងនេះគឺយើងប្រើខ្ទិះដូងប្រភេទផ្អកផងដែរបាទពីព្រោះយើងនៅស្រុកក្រៅយើងមិនមានខ្ទិះដូងធម្មជាតិខ្ទិះដូងមេចេញពីផ្លែដូងស្រស់ទេបាទហើយឥឡូវយើងក៏ចាប់ផ្ដើមចាក់នៅសណ្ដែកដែលយើងបានត្រាំជិត80ម៉ោងរួចហើយបាទយើងក៏ចាប់ផ្ដើមចាក់ក្នុងទឹកពុះកម្ដៅ2000អង្សាសេហើយយើងក៏ចាប់ផ្ដើមរង់ចាំវាបន្តិចសិនទៅបាទដើម្បីឲ្យវាមានបែកសាច់ឲ្យវាទៅជាទន់ទៅជាបង្អែមសម្រាប់យើងបរិភោគនោះយើងនៅចាំវាមួយសន្ទុះដែរបាទប្រហែលជា20ម៉ោងទៀតបាទយើងអាចធ្វើបន្តទៀតផងដែរបាទហើយបង្អែមរបស់យើងក៏ចាប់ផ្ដើមមានផ្លែផ្កាចាប់ផ្ដើមផុសផុលឆ្អិនឆ្អៅដែលយើងអាចបន្ថែមគ្រឿងបន្តទៀតបានហើយបាទនោះគឺយើងដាក់ភ្នែកកង្កែបបន្ថែមទៀតទៅបាទដើម្បីធ្វើឲ្យបង្អែមរបស់យើងអាចចេញជារូបរាងដើម្បីបានយកមកបរិភោគពិសាបានយ៉ាងមានទំនុកចិត្តផងដែរបាទយើងរងចាំវាបន្តិចទៅបាទដល់ពេលយើងរងចាំបន្តិចហើយមកទៅដំណងហើយយើងដាក់អំបិលយើងប្រមាណជា7000គ្រាប់បន្ថែមទៀតទៅបាទហើយយើងកូរច្បោកច្បល់វាឲ្យវាចូលសាច់ចូលជាតិគ្នាហើយក៏យើងដាក់ស្ករបន្តិចទៀតផងដែរបាទដាក់ប្រមាណជា8000គ្រាប់ដែរទៅបាទចាក់ចូលទៅបាទហើយយើងមើលទៅវាដំណងហ្នឹងបងប្អូនបង្អែមស្នាដៃឆាងរបស់យើងផងដែរបាទជាបង្អែមដែលមានគុណភាពខ្ពស់ផងដែរបាទយើងកូរវាបន្តិចឲ្យវាជ្រាបចូលជាតិគ្នាបន្តិចទៅហើយយើងទៅចាប់ផ្ដើមដាក់ទីដូងរបស់យើងប្រមាណចាទាំងអស់បណ្ដោយទៅបាទកុំទុកវាដើម្បីដល់បន្តិចបាទហើយយើងកូរវាម្ដងទៀតកូរវាច្បោកច្បល់វាឲ្យវាចូលជាតិឲ្យវាមើលទៅមានពណ៌ល្អឆើតឆាយប្រៀបបានដូចជាបង្អែមចុះពីឋានសួគ៌ចឹងបាទប៉ុន្តែកុំភ្លេចបងប្អូននេះបង្អែមធ្វើដោយដៃមនុស្សធម្មតាទេបាទធ្វើពីទឹកដីជនជាតិខ្មែរសតមែនទេបាទសតសាទមិនធ្វើពីជនជាតិណាទេបាទបន្ទាប់ពីបង្អែមរបស់យើងមានក្លិនឲ្យជារសឈ្ងុយឆ្ងាញ់យើងគិតថាឆ្អិនហើយយើងគិតថាអាចញ៉ាំបានហើយផងដែរបាទយើងចាប់ផ្ដើមឌឺមួយចានសាមើលមើលរសជាតិបង្អែមរបស់ឆារបស់យើងឆ្ងាញ់ដែរអត់ណាសាមើលមួយចានមើលឌូឯងដាក់ពី4ដល់20វិញដែរពេញចានបដ ாய் យើងក៏បានឌឺចេញមកហើយយើងក៏បាន review ថតបន្តិចមកអែមបងប្អូនយើងមុនយើងញ៉ាំយើងស្រោចអាទឹកសគេនោះបន្តិចទៅបាទបាទនេះជាសកម្មភាពរបស់ខ្ញុំរៀបចំញ៉ាំហើយដាក់ចូលមាត់ហើយបាទដាក់ចូលមាត់ហើយបាទប្លង់បន្តិចសិនបាទក្តៅ3មាត់គ្មានណាជួយទេបាទ
đào chơi vậy bạn ôi chiết nè lô à chiết chơi mà chiết à miền chiết là ngày rồi bằng em đi bằng đại bạn video នេះក៏បញ្ចប់ប៉ុណ្្នឹងហើយបាទអរគុណបងប្អូនដែលបានជួយទស្សនានៅវីដេអូនេះផងដែរសូមអរគុណ